បងប្អូនប្រហែលជាធ្លាប់ឮមតិដែលគេតែងតែលើកឡើងថាឡានចាស់គឺគេណែនាំឲ្យបងប្អូនហ្នឹងប្រើកំហាប់ប្រេងម៉ាស៊ីនហ្នឹងខ្ពស់ជាងមុនឬក៏ប្រេងម៉ាស៊ីនហ្នឹងគឺខាប់ជាងមុនអូខេអញ្ចឹងនៅក្នុងវីដេអូថ្ងៃនេះគឺខ្ញុំនឹងចង់លើកយកករណីនេះយកមកធ្វើវីដេអូចែករំលែកបងប្អូនអរគ្នាឲ្យបងប្អូនស្វែងយល់ហើយបងប្អូនអាចយកទៅគិតពិចារណាថាតើវាត្រូវឬខុសនៅពេលដែលខ្ញុំលើកឡើងបែបនេះអូខេអញ្ចឹងនៅពេលដែលបងប្អូនឡើងលេខកំហាប់ប្រេងម៉ាស៊ីនទៅកាន់លេខ10ខ្សែគឺប្រេង10ខ្សែកំហាប់ប្រេងម៉ាស៊ីនរបស់វាគឺខាប់ជាងមុនអញ្ចឹងឡានរបស់យើងគឺស្ទុះជាងមុនអូខេជន់អត់សូវស្ទុះទេជន់អត់ធូរទេអូខេអញ្ចឹងនៅពេលដែលបងប្អូនឮពាក្យនេះគេនិយាយដាក់បងប្អូនគឺបងប្អូនត្រូវស្វែងយល់ប្រហែលចំណុចដែលខ្ញុំនឹងបង្ហាញបងប្អូនគឺពាក់ព័ន្ធជាមួយនឹងនៅពេលដែលគេនិយាយថាប្រើប្រេង10ខ្សែទៅឡានរបស់បងចាស់ហើយប្រើ10ខ្សែទៅប៉ុន្តែជាក់ស្ដែងបើសិនជាឡានរបស់បងប្អូននៅជន់ស្ទុះល្អអត់មានហុយផ្សែងអត់មានយ៉ុង compression របស់ម៉ាស៊ីនគឺនៅខ្លាំងអូខេបងប្អូនអាចតេស្ត compression របស់ម៉ាស៊ីននៅខ្លាំងសួរថាតើបងប្អូននៅតែឡើងប្រេងកំហាប់ប្រេង10ខ្សែឬក៏យ៉ាងណាឧទាហរណ៍ដូចជាប្រេងដូចឡាន Toyota Prius ជំនាន់ទី2របស់យើងអញ្ចឹងវាជាង10ឆ្នាំហើយប៉ុន្តែចាស់ស្ដែងឡានរបស់យើងជន់រត់ស្ទុះធម្មតាអូខេកម្រិតស៊ីសាំងរបស់វាក៏នៅល្អអូខេ compression នៅក្នុងម៉ាស៊ីនក៏នៅល្អវាអត់យ៉ុងទេអូខេគ្រឿងបង្គុំរបស់វានៅល្អហើយវាគ្រាន់តែចាស់ឆ្នាំមែនតើបងប្អូនស្ដាប់តាមគេដែលនិយាយថាឡានប្រើជាង10ឆ្នាំហើយត្រូវប្រើលេខឡើងលេខ10ខ្សែដែរអត់អូខេឬក៏លេខធំជាងនឹងអីចឹងទៅតើបងប្អូននឹងនៅតែស្ដាប់តាមគាត់និយាយឬក៏បងប្អូននៅប្រើកំហាប់ប្រេង530ដដែលដោយផ្អែកទៅលើលក្ខខណ្ឌម៉ាស៊ីនឡានរបស់យើងនៅល្អអូខេនេះបងប្អូនត្រូវតែគិតហើយនឹងលក្ខខណ្ឌមួយទៀតឡាននៅពេលដែលបងប្អូនជិះគឺបងប្អូនចាស់ឡានត្រូវស្វែងយល់ពីឡានខ្លួនឯងឲ្យបានច្រើនអូខេឧទាហរណ៍ថាឡានរបស់បងប្អូនរៀបម៉ាស៊ីនឡើងវិញថ្មីចេះហើយនៅពេលដែលបងប្អូនយកឡានរបស់បងប្អូនទៅឲ្យគេដូរប្រេងម៉ាស៊ីនថ្មីហើយអញ្ចឹងអ្នកដែលដូរប្រេងម៉ាស៊ីនគឺកន្លែងខ្លះគឺគាត់អត់យល់ពីម៉ាស៊ីនឡានទេគេគាត់អត់ដឹងទេគាត់ដឹងថាឡានរបស់បងប្អូនរៀបឡើងវិញថ្មីទេគ្រឿងបង្គុំអីថ្មីទេអញ្ចឹងគាត់ផ្អែកទៅលើឡានចាស់គឺគាត់ប្រាប់បងប្អូនថាឡានដោយសារឡានចាស់ឆ្នាំហើយបងប្អូនគេណែនាំឲ្យបងប្អូនចាក់ប្រេងម៉ាស៊ីន10ខ្សែឬក៏ខ្ពស់ជាងនឹងអីចឹងទៅប៉ុន្តែម៉ាស៊ីនយើងរៀបថ្មីហើយតែតើបងប្អូននឹងនៅតែប្រើកំហាប់ប្រេង10ខ្សែតាមអ្វីដែលខាងអ្នកបដូរប្រេងនឹងណែនាំឲ្យបងប្អូនដែរអត់អូខេអញ្ចឹងវាអត់ទេអញ្ចឹងម្ចាស់ឡានគឺត្រូវស្វែងយល់បានច្រើនអញ្ចឹងមិនមែនប្រកាសថាឡានចាស់ឆ្នាំហើយត្រូវតែប្រើឡើងលេខកំហាប់ប្រេងម៉ាស៊ីននេះគឺវាអត់ត្រូវទេលក្ខខណ្ឌហ្នឹងវាអត់ត្រូវទេគឺវាផ្អែកទៅតាមបញ្ហារបស់ម៉ាស៊ីនវិញថាម៉ាស៊ីនហ្នឹងវាខ្សោយក្រវ៉ាត់វាបាត់ប្រេងដោយសារអីអូខេហើយគួរតែប្រើទៅ10ខ្សែអត់ឬក៏អត់ហើយបើសិនជាឡាននៅល្អ compression នៅល្អពីស្ទង់ក្រវ៉ាត់អីផ្សេងនៅល្អអីទេវាចាស់តែឆ្នាំប៉ុន្តែអាការជិះនឹងវាតិចវានៅល្អសួរថាបងប្អូនឡើងអត់គឺអត់ត្រូវឡើងទេគឺបងប្អូនត្រូវរក្សាកំហាប់នឹងដែរហើយដោយករណីមុនអញ្ចឹងឡានរៀបម៉ាស៊ីនឡើងវិញឬបង្គំអីថ្មីទាំងអស់ហើយដល់ពេលកលេចទៅមើលឆ្នាំឡានវាចាស់មែនប៉ុន្តែម៉ាស៊ីនគេរៀបថ្មីហើយបងប្អូននៅតែប្រើ10ខ្សែឬក៏ប្រើ530តាមស្តង់ដារដែលគេណែនាំចេញពីរោងចក្រដែរអត់អូខេអញ្ចឹងបងប្អូនត្រូវស្វែងយល់តើតើមួយចំណុចទាំងអស់នេះបងប្អូនមិនមែនគេនិយាយមកថាឡានឆ្នាំចាស់ហើយឡើងទៅតាមគេទេឡើងកំហាប់ប្រេងម៉ាស៊ីនទៅតាមគេអត់ទេអញ្ចឹងម្ចាស់ឡានត្រូវស្វែងយល់បានច្រើនខ្ញុំលើកនេះគឺគោលបំណងឲ្យម្ចាស់ឡានគឺស្វែងយល់លក្ខខណ្ឌម៉ាស៊ីនឡានរបស់បងប្អូនហើយជ្រើសប្រេងប្រើឲ្យបានត្រឹមត្រូវអូខេនៅក្នុងវីដេអូក្រោយខ្ញុំនិយាយពីគុណសម្បត្តិហើយគុណវិបត្តិនៃប្រេង530ហើយ10ខ្សែសម្រាប់ Toyota Prius ជំនាន់ទី2វិញម្ដងឲ្យបងប្អូនស្វែងយល់ថាតើ10ខ្សែវាមានគុណសម្បត្តិគុណវិបត្តិវាបែបម៉េចថា530ហើយនឹងវាមានគុណសម្បត្តិហើយគុណវិបត្តិរបស់វាបែបម៉េចអូខេអញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេទាក់ទងជាមួយទៅនឹងកំហាប់ប្រេងម៉ាស៊ីនទៅលើឡានដែលប្រើហើយយូរចាស់ឆ្នាំតើគួរតែឡើងប្រេងម៉ាស៊ីន10ខ្សែឬក៏នៅប្រើកំហាប់ប្រេងម៉ាស៊ីនដែរអូខេអរគុណច្រើនជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយបើសិនជាបងប្អូនមានចម្ងល់អាចឆាតមក Telegram នៅក្នុង link របស់ YouTube របស់ខ្ញុំបានអូខេអរគុណច្រើន